បងប្អូនប្រទេសម៉ាឡេស៊ីមានផែនការនៅក្នុងការហាមឃាត់ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសម្រាប់អ្នកដែលមានអាយុក្រោម16ឆ្នាំនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសង្ហបុរី Channel New Asia បន្ថែមទៅលើនេះម៉ាឡេស៊ីគ្រោងនឹងអនុវត្តផែនការនេះចាប់ពីឆ្នាំ2026តទៅតាម Channel New Asia បានឲ្យដឹងទៀតថារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរបស់ម៉ាឡេស៊ីលោក Fahmi Fadzil បានថ្លែងការពីថ្ងៃម្សិលមិញនេះថារដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ីកំពុងតែពិនិត្យទៅលើយន្តការដែលកំពុងតែត្រូវបានប្រើប្រាស់សម្រាប់ដាក់កំហិតអាយុសម្រាប់ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមនៅឯប្រទេសអូស្ត្រាលីនិងបណ្ដាប្រទេសដទៃទៀតដែលជាកត្តាការពារយុវជនពីគ្រោះថ្នាក់តាមបណ្ដាញអ៊ីនធឺណិតមានដូចជាការបន្តិចបង្អាក់នៅលើប្រព័ន្ធអ៊ីនធឺណិតការឆបោកផ្នែកហិរញ្ញវត្ថុនិងការរំលោភបំពានទៅលើកុមារជាដើមបាទបើតាម Channel New Asia បានលើកឡើងទៀតថាផលប៉ះពាល់នៃប្រព័ន្ធទំនាក់ទំនងសង្គមទៅលើសុខភាពនិងសុវត្ថិភាពរបស់កុមារបានคล้ายជាក្តីកង្វល់សកលកាន់តែខ្លាំងដោយក្នុងនោះក្រុមហ៊ុនមួយចំនួនដូចជា TikTok, Snapchat, Google និង Meta Platform ប្រតិបត្តិការ Facebook, Instagram និង WhatsApp ជាដើមនោះក៏កំពុងតែប្រឈមជាមួយនឹងបណ្ដឹងនៅសហរដ្ឋអាមេរិកចំពោះរឿងដែលពាក់ព័ន្ធទៅនឹងបញ្ហាសុខភាពផ្លូវចិត្តសម្រាប់អ្នកប្រើប្រាស់ជាពិសេសគឺសម្រាប់យុវជនអាយុក្រោម16ឆ្នាំនិងកុមារជាដើមផងដែរបាទប្រទេសម៉ាឡេស៊ីកំពុងតែសិក្សាបាទពីប្រទេសអូស្ត្រាលីហើយនិងប្រទេសមួយចំនួនទៀតបន្ថែមទៅលើនេះនៅឯប្រទេសអូស្ត្រាលីបាទចំពោះ5ការហាមឃាត់ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសម្រាប់អ្នកដែលមានអាយុក្រោម16ឆ្នាំមិនទាន់ត្រូវបានអនុវត្តនៅឡើយទេក៏ប៉ុន្តែអូស្ត្រាលីមានផែនការនៅក្នុងការអនុវត្តចាប់ពីខែធ្នូឆ្នាំ2025នេះតទៅមានន័យថាខែក្រោយនេះហើយនៅសល់តែប្រហែលថ្ងៃទៀតទេបាទខ្ញុំបាទក៏សូមជម្រាបជូនដល់បងប្អូនផងដែរថាបាទប្រទេសបាទក្រៅតែអំពីអូស្ត្រាលីបាទហើយម៉ាឡេមានផែនការអនុវត្តឆ្នាំ2026បណ្ដាប្រទេសមួយចំនួនទៀតនៅអឺរ៉ុបបាទក៏មានផែនការហើយខ្លះក៏កំពុងតែសាកល្បងនៃការអនុវត្តទៅលើបំរាមនេះផងដែរគ្រាន់តែថាទម្រង់នៃការហាមឃាត់មានលក្ខណៈខុសៗគ្នាហើយអាយុក៏មានខុសគ្នាខ្លះ15ខ្លះ16បណ្ដាប្រទេសទាំងអស់នោះមានដូចជាអាល្លឺម៉ង់អេស្ប៉ាញបារាំងដាណឺម៉ាកបាទហើយចំពោះព័ត៌មានបន្ថែមទៀតយ៉ាងណាតើមានទម្រង់នៃការហាមឃាត់កម្រិតណានោះប្រសិនបើមានពេលខ្ញុំបាទនឹងលើកយកមកជម្រាបជូនដល់បងប្អូននៅពេលក្រោយទៀតបាទសូមអរគុណបាទ